มันថាប្រទេសជាតិស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយទោះស្ថិតក្នុងស្ថានភាពកំពុងមានសង្គ្រាមឬក៏ទទួលបានសុខសន្តិភាពក៏ប្រជាជនទាំងអស់គ្នាទូទាំងប្រទេសតែងតែមានតម្រូវការនៅក្នុងផ្នែកគេហៅថាសន្តិសុខស្បៀងដូច្នេះហើយនៅសាលារៀនគឺយើងតែងតែមានកម្មវិធីនៅក្នុងការបង្រៀនមុខវិជ្ជាបំណិនជីវិតទៅកាន់សិស្សអញ្ចឹងកុមារទាំងអស់នេះគឺជាសិស្សថ្នាក់ទី6គាត់កំពុងតែរៀបចំដីសម្រាប់ដាំដំណាំបន្លែវិលជុំនៅក្នុងមួយរងយើងដាំដំណាំបន្លែផ្សេងពីគ្នាអ្វីដែលយើងបង្រៀនពួកគាត់នេះគ្រាន់តែជាគេហៅថាកសិកម្មខ្នាតតូចដើម្បីឲ្យពួកគាត់មានគំនិតត្រឡប់ទៅផ្ទះវិញគាត់កែច្នៃបើសិនជាផ្ទះពួកគាត់អត់មានដីសម្រាប់ដាំទេគាត់អាចកែច្នៃយកកែស្នោបាវដើម្បីច្រកដីដែលមានជីជាតិរួចហើយដាំដំណាំបន្លែបើសិនជាក្នុងករណីគាត់អត់ដឹងថាដំណាំប្រភេទនេះគេដាំដោយរបៀបណាដំណាំប្រភេទស្លឹកប្រភេទមើមគេដាំរបៀបណាពួកគាត់សុទ្ធតែឆ្លាតគាត់អាច search នៅក្នុងប្រព័ន្ធអ៊ីនធឺណិតគាត់អាច search ពីរបៀបដាំដុះពីរបៀបថែទាំអញ្ចឹងអត់មានការលំបាកទេតែសំខាន់គឺគាត់បានអនុវត្តផ្ទាល់នៅក្នុងសាលារៀនជាមុនសិនហើយសិស្សទាំងអស់នេះគឺកំពុងតែរៀននៅសាលាប៉ាម៉ាអន្តរជាតិ